ប្រវត្តិសាស្ត្រខ្មែរដែលជាស្នាដៃនិពន្ធដោយសាស្ត្រាចារ្យបញ្ញាផ្នែកវប្បធម៌និងអរិយធម៌អាស៊ីសាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរនៅមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រដោយត្រឹងងារចំពោះ1មជ្ឈដ្ឋានភូមិសាស្ត្រនិងដើមកំណើតជាតិខ្មែរចំណុចកមជ្ឈដ្ឋានភូមិសាស្ត្រក្នុងសម័យដែលរុងរឿងបំផុតទឹកដីខ្មែរបានលាតសន្ធឹងទៅមួយភាគធំនៃអាស៊ីអាគ្នេយ៍ដីគោកក្រៅពីប្រទេសខ្មែរបច្ចុប្បន្នទឹកដីកូសាំងស៊ីនទាំងមូលផ្នែកខាងត្បូងនិងកណ្ដាលនៃប្រទេសឡាវនិងផ្នែកខាងកើតនៃប្រទេសថៃក៏ជារបស់ខ្មែរដែរមានពេលខ្លះអំណាចខ្មែរបានលាតសន្ធឹងរហូតដល់ជ្រោយម៉ាឡាយូនិងប្រទេសភូមាទៀតផងពីសតវត្សទី13ដល់ទី19ទឹកដីខ្មែរត្រូវរួយបន្តិចម្ដងដោយសារតែអំពើរុករានរបស់ជនជាតិសៀមនិងជនជាតិយួនដែលមានបំណងចង់យកទន្លេមេគង្គធ្វើជាព្រំដែនរួមរបស់គេដោយមានការស្នើសុំពីសំណាក់ស្ដេចខ្មែរហើយដែលស្របនឹងប្រយោជន៍របស់គេផងនោះបារាំងបានធ្វើអន្តរាគមន៍ចូលមកក្នុងនយោបាយខ្មែរហើយប្រហែលដោយសារនោះជាតិខ្មែរយើងក៏អាចនៅគង់វង្សរហូតដល់សព្វថ្ងៃព្រមទាំងអាចថែរក្សាទឹកដីដែលខ្លួនធ្លាប់មានកាលពីសតវត្សទី18ប៉ុន្តែជនជាតិខ្មែររាប់លាននាក់ត្រូវឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួនហើយត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ជនបរទេសដែលបានយកទឹកដីខ្មែរធ្វើជាទឹកដីរបស់គេប្រទេសខ្មែរសព្វថ្ងៃមានផ្ទៃដីក្រឡាប្រមាណ182,000 គីឡូម៉ែត្រក្រឡាហើយស្ថិតនៅចន្លោះប្រទេសថៃប្រទេសឡាវប្រទេសវៀតណាមខាងត្បូងនិងឈូងសមុទ្រថៃបាននិយាយពីសន្តានដីគេឃើញមានភូមិភាគពីរខុសប្លែកគ្នាមួយផ្នែកជាដីខ្ពស់នៅខាងជើងឦសាននិងនិរតីមួយផ្នែកទៀតជាដីទំនាបតំបន់បឹងទន្លេសាបអាងទន្លេមេគង្គនិងតំបន់ឆ្នេរសមុទ្រភូមិភាគដីខ្ពស់ជាភូមិភាគសម្បូរដោយព្រៃឈើហើយមានសន្តានហាក់ដូចជាបងព័ទ្ធជុំវិញដីទំនាបនៅទិសនិរតីជួរភ្នំក្រវាញមានលាតសន្ធឹងតាមឆ្នេរសមុទ្រដែលមានកម្ពស់មធ្យមមិនហួសពី 1000 ម៉ែត្រឡើយនៅខាងជើងជួរភ្នំដងរែកជាព្រំដែនធម្មជាតិរវាងប្រទេសខ្មែរនិងប្រទេសថៃនៅខាងត្បូងជួរភ្នំនេះគេឃើញមានភ្នំនិងខ្ពង់រាបខ្លះគឺភ្នំគូលែននៅទិសឦសានខ្ពង់រាបក្រានីតមានលាតសន្ធឹងក្នុងខេត្តរតនគិរីនិងមណ្ឌលគិរីហើយមានកន្លែងខ្លះមានកម្ពស់រហូតដល់ 1000 ម៉ែត្រខ្ពង់រាបទាំងនេះគឺជាប្រភពនៃស្ទឹង3ដែលបានហូរឆ្ពោះទៅរកទន្លេមេគង្គគឺស្រែពកនេកសេសាននិងសេកុងផ្នែកកណ្ដាលនៃប្រទេសខ្មែរមានសន្តានជាចានដែកធំមួយដែលគេឃើញមានភ្នំនៅត្រង់នេះខ្លះនៅត្រង់នោះខ្លះគឺនៅត្រង់នេះហើយដែលមានមនុស្សរស់នៅច្រើនកកជាទីបំផុតហើយដែលចិញ្ចឹមជីវិតដោយរបរកសិកម្មព្រោះជាដីមានជីជាតិនិងមានទំហំទូលាយជាងគេនៅឥណ្ឌូចិនទាំងមូលទន្លេមេគង្គជាទន្លេធំតែមួយដែលបានឆ្លងកាត់វាលទំនាបខ្មែរពីខាងជើងរហូតដល់ចុងខាងត្បូងទន្លេនេះមានប្រវែងជាង 5000 គីឡូម៉ែត្រមានប្រភពចេញពីខ្ពង់រាបទីបេហើយបានហូរទៅប្រទេសចិនខាងត្បូងប្រទេសភូមាប្រទេសថៃប្រទេសឡាវប្រទេសខ្មែរនិងប្រទេសវៀតណាមខាងត្បូងនៅត្រង់ខោនក្នុងប្រទេសឡាវដុំថ្មជាច្រើនបានរាំងផ្លូវទន្លេមេគង្គជាប់បង្កើតបានទៅជាអាងទឹកកម្ពស់ប្រមាណ20 ម៉ែត្រហើយដែលជាហេតុបណ្ដាលឲ្យមានល្បាក់ទឹកមិនអាចឲ្យកប៉ាល់ធ្វើចរាចរណ៍ទៅមកបានដីសណ្ដោទន្លេមេគង្គមានដៃច្រើនខ្លះមានទទឹងដល់ទៅ2 គីឡូម៉ែត្រហើយមានទំហំប្រមាណ600 គីឡូម៉ែត្រវាលទំនាបទន្លេមេគង្គបានលាតសន្ធឹងពីក្រចេះរហូតទៅដល់សមុទ្រចិននៅភ្នំពេញទន្លេនេះបានបែងចែកជា4ត្រង់កន្លែងគេហៅថាទន្លេ4មុខទន្លេធំទន្លេសាបទន្លេតូចនិងទន្លេបាសាក់នៅខែមីនាដល់មេសាទន្លេមេគង្គស្រកចុះច្រើនហើយនៅនឹងមួយកន្លែងលោកចូលដល់រដូវភ្លៀងជោគជាំនៅខែកក្កដាទឹកទន្លេឡើងខ្លាំងធារទឹកអាចឡើងដល់ 50,000 ម៉ែត្រត្រីកុនក្នុង1វិនាទីលើសទន្លេក្រហមទៅទៀតដែលមានធារទឹកតែត្រឹម 30,000 ម៉ែត្រត្រីកុនក្នុង1វិនាទីទន្លេតូចនិងទន្លេបាសាក់មិនអាចនាំទឹកហូរទៅក្នុងសមុទ្រចិនបានទាំងអស់
ចូលទៅក្នុងបឹងធំៗមានបឹងធំបឹងតូចតាមរយៈទន្លេសាបដូច្នេះបឹងទន្លេសាបជានិយតកយ៉ាងសំខាន់ទប់ទល់កុំឲ្យមានទឹកជំនន់ក្នុងរដូវវស្សាតាមការសិក្សារបស់អ្នកភូមិសាស្ត្របឹងទន្លេសាបជាស្នាមនៃឈូងសមុទ្រមួយត្រូវបឹងដោយដីល្បាប់ដែលទន្លេមេគង្គនាំមកលុបជារៀងរាល់ឆ្នាំបឹងនេះមានប្រវែងសរុប160គីឡូម៉ែត្រហើយមានទទឹងជាអតិបរមា35គីឡូម៉ែត្រនៅរដូវសម្រក់ពីខែមីនាដល់ខែមេសាទំហំផ្ទៃទឹកមានប្រមាណ3000គីឡូម៉ែត្រការ៉េនៅរដូវទឹកឡើងខែកក្កដានៅពេលដែលទឹកទន្លេមេគង្គហូរចូលទៅកម្ពស់ទឹកពី2ដល់14ម៉ែត្រហូរហៀចេញពន្លិចតំបន់ជិតខាងរហូតដល់20ឬ30ម៉ែត្រនៅខែតុលាវិច្ឆិកាទឹកហូរចេញពីបឹងទន្លេសាបចូលទៅក្នុងទន្លេមេគង្គវិញគឺក្នុងឱកាសនោះហើយដែលប្រជារាស្ត្រខ្មែរនាំគ្នាប្រារព្ធពិធីបុណ្យអុំទូកសំពះព្រះខែលុយប្រទីបគួរក៏សម្គាល់ថាបឹងទន្លេសាបគឺជាកន្លែងដែលមានត្រីច្រើនជាងគេក្នុងពិភពលោកបើគិតតាមសមាមាត្រនៃទំហំបឹងនេះម្យ៉ាងទៀតនៅប្រទេសខ្មែរធ្លាក់ភ្លៀងទៀងទាត់ជាងនៅប្រទេសវៀតណាមខាងជើងដូច្នេះហើយបានជាទឹកជំនន់នៅទន្លេមេគង្គមានភាពមិនសូវសាហាវដូចទន្លេក្រហមទេគេមិនបាច់ធ្វើទំនប់ហើយដើម្បីពង្រីកយកដីដាំដំណាំគេគ្រាន់តែបង្ហូរទឹកចេញពីកន្លែងណាដែលលិចទឹកនឹងបញ្ចូលទឹកទៅក្នុងត្រង់ណាដែលពុំសូវមានទឹកដោយជីកប្រឡាយនេះគឺជាវិធីដែលអ្នកស្រុកអាណាចក្រភ្នំធ្លាប់តែបានអនុវត្តក្នុងការប្រកបរបរកសិកម្មរួចជាយូរណាស់មកហើយ